ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូបង្ហាញពីការអានមេរៀននៅក្នុងសៀវភៅជំនួយភាសាខ្មែរថ្នាក់ទី1ភាគ1មេរៀនស្ពានទី1ស្រៈនិស្ស័យស្រៈអៅការស្គាល់សូរអក្សរថ្មីពាក្យកៅមានសូរចុងអៅពាក្យបៅមានសូរចុងអៅពាក្យខ្ចៅមានសូរចុងអៅការស្គាល់តួអក្សរថ្មីពាក្យស្មៅមានសូរចុងអៅការវឹកហាត់ទៅសេតួអក្សរថ្មី1 2 3 4 5 6 ស្រៈអៅ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 ការអានព្យាង្គនៅក្នុងតារាងទី1ជួរឆកអៅកៅខអៅខៅចអៅចៅឆអៅឆៅការអានព្យាង្គនៅក្នុងតារាងទី2ជួរដេកកអាកាកអេកេកអីកៃកអឺកកអឺកកអូកកអូកោកអ៊ូគួកអាកាកអឺគឺកអៀគៀកអេកេកអាកែកអៃកៃកអោកោកអៅកៅការភ្ជាប់ពាក្យទៅនឹងរូបភាពពាក្យចាយឆែអបភ្ជាប់ទៅនឹងរូបភាពចាយឆែពាក្យឆាឆៅអបភ្ជាប់ទៅនឹងរូបភាពឆាឆៅពាក្យឆៅអបភ្ជាប់ទៅនឹងរូបភាពឆៅការអានអត្ថបទខ្លីឆាឆៅចាយឆែកកកោចៅកៅឆាឆៅចាយឆែកកោចាយឆែឆៅកើឆៃកកោឆៅការសរសេរកូនគិតនឹងថាឲ្យបានលឺកៅកអៅខៅខអៅចៅចអៅឆៅឆអៅ